ដល់អ្នកគ្រូនិងមិត្តភក្តិអស់គ្នាថ្ងៃនេះយើងមកធ្វើការពិសោធន៍ជាមួយដែលយើងមានជាមួយនឹង acid folic រាវហើយនឹងមានសម្រាប់កិច្ចការពិសោធន៍ដើម្បីយើងយកមកសរសេរសមត្ថកម្មយើងមានជាមួយដូចជាឧបករណ៍សម្រាប់ពិសោធន៍មានដូចជាសាឡាងជើងតម្រហើយនឹងកែវសាបំពង់សាហើយយើងមានជាមួយនឹងសមាធិដើម្បីយកមកផ្សំដោយប្រតិកម្មជាដូចជាអាលូមីញ៉ូមដែកទង់ដែងនិងផ្លាទីនដល់ហើយចាប់ដើមការពិសោធន៍ទាំងអស់គ្នាបូម10មីលីលីត្រជាមួយត្រូវការបូមនៅសូលអាស៊ីតផតេរីវចំនួន10មីលីលីត្រចាប់ទីខោគេដាក់លឿនមក10មីលីដាក់ច្រើនណាអត់ទេហើយបាញ់ចូលឥឡូវយើងចាប់ផ្ដើមតម្លាក់ចូលនៅលោហៈរបស់យើងចូលទៅក្នុងសូលអាស៊ីតខ្លាយទាំងអស់គ្នាដាក់ចាំដាក់ផងចាំជួយបងដាក់បងហើយចាប់ដល់គេមើលអស់គ្នាហើយយើងឃើញថាវាពិតជាមានប្រតិកម្មពិតមែនដោយអាលុយមីញ៉ូមបានហើយវាធ្វើឲ្យអ៊ីដ្រូស្មានអ៊ីដ្រូសែនបានទាញឡើងទៅលើដែលធ្វើឲ្យពេលប៉ោងវាប៉ោងឡើងលើចំពោះដែកក៏យើងឃើញថាមានប្រតិកម្មដែរដោយនៅក្នុងនេះគឺវាមាននៅកម្ពស់ព្រឹកគឺថាអន្លើតែខុសតែវាជាលោហៈដែលសកម្មដែរតែវាអន់ជាងអាលុយមីញ៉ូមដូច្នេះពេលប៉ោងវាអាចប៉ោងដែរតែប៉ោងតិចដល់ពេលលោហៈ2នេះទៀតហើយទង់ដែងហើយនឹងផ្លាទីនគឺมันមានប្រតិកម្មសោះគឺយើងឃើញថាវាមិនមានប្រតិកម្មទេដោយសារតែលោហៈទាំងពីរនេះគឺនៅក្រោយអ៊ីដ្រូសែនដូច្នេះវាមានប្រតិកម្មជាមួយអាស៊ីត folic ព្រីវឡើយគោលការណ៍សន្និដ្ឋានរបស់យើងបានឃើញថាលោហៈដែលនៅខាងមុខអ៊ីដ្រូសែនពិតជាមានប្រតិកម្មជាមួយអាស៊ីត folic ព្រីវពិតមែនតែវាមានអាលុយមីញ៉ូមហើយនិងដែកចំពោះលោហៈដែលនៅក្រោយអ៊ីដ្រូសែនគឺយើងឃើញថាវាមិនមានប្រតិកម្មនោះទេដូចជាទង់ដែងផ្លាទីនជាមួយនឹងលោហៈផ្សេងៗជាចុងបញ្ចប់យើងសូមជម្រាបលាទៅដល់គ្រូហើយនិងមិត្តរួមថ្នាក់ទាំងអស់គ្នាសូមអរគុណ